ទេជាមួយបងឲ្យបានស្រួលបួលមែនហើយអ្នកណាតែដឹងថាទីនេះមានកម្មវិធីជប់លៀងធំយ៉ាងនេះអ្នកណាចង់មករំខាននោះនេះខ្ញុំមិនទាន់ប្រឡងជាប់ឆាកជីវិតរបស់ខ្ញុំគឺជាពណ៌ខ្មៅសៀវហ្វុងសុំទោមិនគួរខ្ញុំលេងសារជាមួយនឹងឯងនៅពេលដែលឯងប្រឡងសោះសុំទោមិត្តរួមថ្នាក់សៀវហ្វុងអ្នកនាងទុកឲ្យខ្ញុំដោះស្រាយរឿងរបស់សៀវហ្វុងទុកឲ្យខ្ញុំបានហើយទីបំផុតខ្ញុំប្រឡងធ្លាក់ហើយសេហ្វុងសុំទោសខ្ញុំចិត្តតែសម័យធ្វើអ្វីដែលខ្លួនឯងធ្វើមិនបានម្ល៉េះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាអស់សង្ឃឹមគួរឲ្យខ្មាស់ណាស់មហាវិទ្យាល័យប៉ៃវ៉ាងគឺមិនមែនសម្រាប់មនុស្សដូចជាខ្ញុំចូលរៀនទេគឺមកពីខ្ញុំល្ងងខ្ញុំគួរតែធ្វើដោយការពីមុនធ្វើអ្វីក៏ដោយកុំឲ្យមានសង្ឃឹមខ្លាំងពេកបើសិនជាខ្ញុំមិនទាន់មានសង្ឃឹមខ្លាំងពេកវាក៏គ្មានរឿងបែបនេះកើតឡើងដែរអស់សង្ឃឹមពេកហើយលោកពិតជាមនុស្សអស់សង្ឃឹមមែនទេមនុស្សដែលគ្មានសង្ឃឹមគឺគ្មានសិទ្ធិអីជាអ្នកបម្រើនៅក្នុងគ្រួសារសានឈេនទេសំទោសខ្ញុំមិនគួរអស់សង្ឃឹមខ្លួនឯងតែម្ដងនេះទេខ្ញុំធ្វើឲ្យមនុស្សគ្រប់គ្នាអស់សង្ឃឹមដោយសារតែខ្ញុំមិនមែនមនុស្សគ្រប់គ្នាអាចមានឱកាសដូចជាលោកអញ្ចឹងទេម៉ារីយ៉ាធ្វើទៅតែខ្ញុំពិបាកចិត្តប៉ុន្តែនាងក៏មិនចាំបាច់យកវិធីបែបនេះមកលួងចិត្តរបស់ខ្ញុំដែរឱកាសគឺចាប់ផ្ដើមពីពេលនេះទេចាប់ផ្ដើមតស៊ូទេនេះជាអ្វីគេទៅនេះជាសញ្ញាសម្រាប់សិស្សរៀនផ្នែកបម្រើការងារផ្ទះនៅក្នុងមហាវិទ្យាល័យប៉ៃវ៉ាងមានរបស់នេះគឺអាចចូលរៀនបានឥឡូវនេះខ្ញុំចង់និយាយថាអបអរសាទរលោកខ្លាយទៅជាសមាជិកមួយនៃមហាវិទ្យាល័យប៉ៃវ៉ាងខ្ញុំខ្លាចខ្លួនជាសិស្សមហាវិទ្យាល័យប៉ៃវ៉ាងហើយម៉ារីយ៉ាហើយអ្វីបានជានាងអាចធ្វើដូច្នេះបានតាមពិតពីមុនខ្ញុំក៏ជាសិស្សមហាវិទ្យាល័យប៉ៃវ៉ាងដែរពេលចប់ការសិក្សាខ្ញុំបានទទួលពានរង្វាន់ជាកម្ពុជានិស្សិតក្នុងសាលាជាន់ខ្ពស់យកទៅតាមច្បាប់សាលាគឺតែងតាំងខ្ញុំជាអ្នកមានសិទ្ធិធ្វើដូច្នេះលោកប្រឡងបាន50ពិន្ទុខ្ញុំឲ្យ50ទៀតគឺ100ឋានៈដល់កម្ពុជានេះនៅក្នុងពេលដែលនៅសាលាមុខវិជ្ជាទាំងអស់គឺត្រូវតែបានពិន្ទុពេញគ្រប់មុខវិជ្ជាទើបអាចទទួលបាននោះគឺជាកម្ពុជាកិត្តិយសរបស់ម៉ារីយ៉ាសេហ្វុងសូមឲ្យលោកចាំណាធ្វើយ៉ាងណាឲ្យមានសង្ឃឹមជានិច្ចអញ្ចឹងទេនោះខ្លួនឯងនឹងមានកម្លាំងទៅការពារអ្នកនាងហើយធ្វើយ៉ាងណាឲ្យខ្លាយទៅជាអ្នកគ្រប់គ្រងគ្រួសារដ៏ល្អរបស់អ្នកនាងទៀតផងខ្ញុំយល់ហើយខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីសងគុណម៉ារីយ៉ាមិនមែនព្រោះតែខ្ញុំទេសំខាន់គឺព្រោះតែអ្នកនាង
ងមើលទៅថ្ងៃនេះសប្បាយចិត្តណាស់ណា ខ្ញុំយល់សពកំណឹកស្មានថាខ្ញុំអាចមករៀនវិញបានដែរគួរតែអរគុណដល់ម៉ារីយ៉ាជាមួយនឹងអ្នកនាង ខ្ញុំនិងម៉ារីយ៉ាដូចគ្នារៀនផ្លោះនៅមហាវិទ្យាល័យបាត់ដឹងអញ្ចឹងខ្ញុំក៏ធ្វើសម្បត្តិណែនាំមួយឲ្យទៅឯងដែរ អូម៉ារីយ៉ាក៏ជាសិស្សផ្លោះថ្នាក់ដែរ នាងគ្រាន់តែចំណាយពេល1ឆ្នាំតែរៀនមុខវិជ្ជាទាំង4ឆ្នាំអត់ចុះ អូយប្រកែមែនណោះ លេងសៀវពងមនុស្សប្រកែនៅក្នុងមហាវិទ្យាល័យលើពីការស្មានរបស់ឯង ពិតជាមនុស្សចម្លែកទាំងពីរមែនតែណាមកណាគ្មានអ្នកណាដឹងមុនសោះ ពេញសឹងមុននេះសូមអរគុណឯងដែលបានលើកទឹកចិត្តមកខ្ញុំណា យើងប្រាប់ឯងឲ្យហើយនៅក្នុងមហាវិទ្យាល័យនេះត្រូវតែប្រយ័ត្នគ្រប់ពេលវេលា អូយក្បាច់ករបស់ខ្ញុំអូយពេញសឹងអស្ចារ្យមែនហ្មងហើយ ចុះកបាត់កសៀវហ្វុងធ្វើអី នោះមកពីខ្ញុំគឺមកយ៉ងពេញសឺ យ៉ាអីហើយយ៉ាអើពេញសឹងអស្ចារ្យមែនអស្ចារ្យមែនអស្ចារ្យមែនហ្មងហើយអស្ចារ្យមែនអស្ចារ្យ កុំភ្លេចពាក្យទូមានរបស់ខ្ញុំមហាវិទ្យាល័យប៉ៃវ៉ាងអ្នកដែលស្លៀកពាក់ខោអាវបម្រើគេមិនមែនមនុស្សធម្មតានោះទេអ្នកប្រុស ហើយបាន កុំនៅស្ងៀម បានហើយពេញសឹងអស្ចារ្យមែនពេញសឹងអស្ចារ្យ មែន មែន ហើយខ្ញុំជាអ្នកបម្រើរបស់អ្នកប្រុសនោះអី អូយអស្ចារ្យមែនអ សំ ស្ចា ទោ រ្យ អរគុណ ហេអស្ចារ្យហេខ្លួនអញជាកំពុំអ្នកបម្រើយ៉ាងនេះគឺពិតជាមានជំនឿជឿជាក់បែបនេះមែនណា សេហ្វង អូមករំថ្នាក់ជីជី ហាខ្ញុំជីបានហើយ សមាគមនិស្សិតពិតជាតំណេមែនខ្ញុំឃើញនាងចេះតែដើរចុះដើរឡើងនៅក្នុងសួនច្បារ ហ្វង មករំថ្នាក់ជីជី ហាខ្ញុំជីបានហើយ សមាគមនិស្សិតគឺពិតជាតំណេពេកហើយខ្ញុំឃើញនាងចេះតែដើរចុះដើរឡើងនៅក្នុងសួនច្បារ ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមានចិត្តកក់ក្ដៅនាំមិត្តរួមថ្នាក់ថ្មីមកចូលរួមកិច្ចការក្នុងសាលាមិត្តរួមថ្នាក់សេជឺខ្ញុំលើថានាងដូចជាមិនទាន់ចូលរួមក្រុមណាមួយនៅឡើយទេ មិនបាននេះយ៉ាងនេះ ហេតុនេះហើយបានជានាងមិនអាចណែនាំកិច្ចការក្នុងសាលាប្រាប់សេហ្វងបាន ខ្ញុំហីខ្ញុំ សេហ្វងតែយើងខ្ញុំនាំឯងទៅស្គាល់ក្រុមទាំងអស់ក្នុងសាលា ក្រុមទាំងអស់ខ្ញុំមិនអាចចូលរួមនឹងគេម្ដងណាទេអ្នកនាងពួកយើងទៅជាមួយគ្នាទៅអី បានខ្ញុំក៏ចង់ឲ្យប្រធានក្រុមនេះណែនាំពួកយើងឲ្យស្គាល់ដែរតើបានទី តែយើង ទីនេះគឺជាក្រុមហាត់ដើរសាមរ័យ សមាជិកដូចជាមិនទាន់ឃើញមកឃើញតែមនុស្សម្នាក់ហ្នឹង អូប្រធានក្រុមមកហើយឲ្យពួកយើងមកហាត់ជាមួយគ្នាទៅ ជាស្ដែងនៅក្នុងក្រុមស្នៀតដើរមានតែ2នាក់មួយគឺខ្ញុំមួយទៀតគឺគាត់ខាងថៃឡាំង ក្រុមមានមនុស្សតែ2នាក់ក៏ណែនាំឲ្យសៀវហ្វុងស្គាល់ដែរ ខ្ញុំមានជំនឿជឿជាក់ធ្វើឲ្យក្រុមក្បាច់កុនដើមនេះកាន់តែខ្លាំងក្លាឲ្យតែមានមនុស្សយកចិត្តទុកដាក់ដូចជាសេហ្វុងមកចូលរួមក្រុមស្នៀតដើររបស់យើងក៏កាន់តែមានគ្នាច្រើនមិនខាន អាចជាអ្នកបម្រើ អូបានខ្ញុំឈ្មោះលីងសេហ្វុង លេងសៀវពងចង់ចូលសាលាគុណត្រូវឆ្លងកាត់ខ្ញុំជាមុនសិន អូ ឆ្លងកាត់ឯងមានអីពិបាកអញអន់យ៉ាងនេះរឿងអីសេហ្វុងវាយមិនឈ្នះឯងនោះ បងប្រធានកុំហួសហេតុពេកកុំចេះតែស្ដីឲ្យខ្ញុំណា បើអញ្ចឹងតើយ៉ាងម៉េច បងប្រធាននិយាយត្រូវបើអញ្ចឹងយើងមិនវាយជាមួយនឹងឯងទេយើងឲ្យអ្នកបម្រើរបស់យើងវាយជាមួយឯងចុះ អញក៏មានអ្នកបម្រើដែរ ញៀនយេផង អ
អស្ចារ្យជើងឯងអ្នកនេះជាសួស្ដីអ្នកនេះជីសួស្ដីលោកខានេះសួស្ដីខ្ញុំជាអ្នកបម្រើរបស់អ្នកប្រុសថៃឡាងឈ្មោះថាយិនយាផុងធ្វើយ៉ាងណាបើឈ្នះគេទទួលបញ្ជាអ្នកប្រុសក៏ប៉ុន្តែមុននឹងវាយលោកនេះឲ្យឈ្នះមានកិច្ចការខ្លះត្រូវដោះស្រាយជាមុនសិនសូមឲ្យខ្ញុំខ្ចីមកហើយប្រាដារបស់យើងវាយគេឈ្នះណាយកឯងវាយគេឯងវាយយើងធ្វើអីហេតុអីទៅអ្នកប្រុសខ្ញុំបានប្រាំអ្នកប្រុសប្រមាណដងហើយក្នុងនាមជាកូនប្រុសដឹងថាវាយមិនឈ្នះហើយក៏ត្រូវតែវាយជាមួយគេដែរនេះជាការតស៊ូហេតុអីបានជាដកខ្លួនងាយម្លេះខ្ញុំមានអីបង្ហាត់បង្រៀនមនុស្សទុនជ្រាយដូចជាអ្នកប្រុសតដៃទៅខ្ញុំអាយ៉ាកបាយយើងដឹងខ្លួនខុសហើយអភ័យទោសផងអ្នកបម្រើក៏វាយមិនចាក់ខ្លួនឯងបានដែរណ៎អើយកបាយខ្ញុំកបាយខាងថៃឡានមួយថ្ងៃត្រូវយិនយាហ្វុងវាយខ្ញុំដឹងខុសហើយកបាយខ្ញុំអ្នកប្រុសដឹងខុសល្អហើយយិនយាហ្វុងនឹងជួយអ្នកប្រុសបដៅលីងសៀវហ្វុងឲ្យលោកអរគុណហើយអរគុណលីងសៀវហ្វុងអាចយល់ព្រមប្រកួតជាមួយខ្ញុំទេប៉ុន្តែខ្ញុំមិនដែលរៀនសៀវដែរទេខ្ញុំក៏មិនដែលដែរបានមករំថាជីសូមប្រាប់ច្បាប់ទម្លាប់នៃក្បាច់ដាវឲ្យខ្ញុំផងខ្ញុំកាន់តែគិតកាន់តែឆ្ងាយហេតុអីបានចឲ្យសៀវហ្វុងវាយជាមួយនឹងយិនយាហ្វុងចឹងណែស្ងៀមការប្រកួតនឹងចាប់ផ្ដើមឥឡូវនេះមើលឲ្យច្បាស់រឿងនេះល្អមើលនេះជារឿងសាហាវណាស់ចាប់ផ្ដើមខ្លាំងណាស់ចង់ឈ្នះគេគ្មានសង្ឃឹមទេម្នាក់នេះធ្វើបាក់ក្នុងសភាពត្រូវគេវាយតែមិនមានភាពរញ៉េរញ៉ៃហើយអាចទប់ទល់ក្បាច់ដាវរបស់ខ្ញុំបានទាំងស្រុងគេមានទេពកោសល្យខ្លាំងណាស់មិនអាចមើលស្រាលបានទេព្រោះយើងដូរដាវទៀតបានទឹកទី2បាយគេទៅអចា កម្លាំងរបស់គេអាចធ្វើឲ្យដើរឈើចាក់ធ្លុះកណាត់ក្រាស់យ៉ាងនេះបានអាចល្អិតនេះមិនមែនជាមនុស្សធម្មតានោះទេអញមិនអីទេ
ខ្ញុំចាញ់ហ่ะមិនអ្នកប្រុសលីងសៀវផុងព្រោះតែជួយដល់អ្នកប្រុសថៃឡាងបានធ្វើឲ្យខ្ញុំវាយត្រូវហើយនេះការប្រកួតនេះគឺខ្ញុំជាអ្នកចាញ់តែប៉ុណ្ណោះ អត់ទេអាយអត់មានចាញ់ទេធ្វើត្បិតតែខ្ញុំមិនបានបោះដាវឫស្សីនោះចេញឆ្ងាយយ៉ាងច្រើនហ្នឹងគឺបានតែវាយខ្លួនរបស់ឯងតែប៉ុណ្ណោះចាត់ទុកថាស្មើគ្នាទៅចុះ បើយើងជាហ្វុងសុំចោះចាញ់បានន័យថាអញជាអ្នកឈ្នះគេនិយាយយ៉ាងនេះទៅហើយឯងក៏មិនបាច់និយាយច្រើនដែរ ត្រូវហើយឯងជាអ្នកឈ្នះមិនបាញ់និយាយច្រើនទេអូយគួយខ្លាចណាស់អ្នកប្រុសមិនអីទេមិនអីទេប្រសើរណាស់អញ្ចឹងអូអ្នកប្រុសខ្ញុំបានប្រាប់អ្នកប្រុសប្រមាណដងហើយធ្វើអ្វីក៏ត្រូវប្រយ័ត្នផងស្ថានភាពជុំវិញខ្លួនបើមានការធ្វើប្រហែសតើខ្ញុំដោះស្រាយជាមួយគ្រួសារអ្នកប្រុសយ៉ាងម៉េចទៅវិញទៅសុំទោហាម៉េចយ៉ាងខ្លាំងទៅសុំទោស្ដាប់ឮទេសុំទោបើមិនអីល្អហើយលើកក្រោយប្រយ័ត្នផងខ្ញុំបានប្រាប់អ្នកប្រុសច្រើនដងហើយត្រូវតែប្រយ័ត្នប្រយែងខ្លួនឯងបាទលោកយានណាលេងសៀវហ្វុងមានការអី ធ្វើត្បិតតែលោកនិយាយជាមួយអ្នកប្រុសរបស់លោកដូចជាចម្លែងប៉ុន្តែលោកនៅតែយកចិត្តទុកដាក់ជាមួយគាត់តួនាទីអ្នកបម្រើដូចយើងត្រូវតែយកចិត្តទុកដាក់នៅម្ចាស់ខ្លួនឯងគ្រប់យ៉ាងលេងសៀវហ្វុងឯងយល់ថាអ្វីជាតួនាទីអ្នកបម្រើ ទូនីតិអ្នកបម្រើគឺអ្វីដែលម្ចាស់ផ្ដាំផ្ញើហើយគឺត្រូវតែសម្រេចឲ្យអស់សម្រេចផែនការហើយនឹងបញ្ជាឲ្យបានខ្ញុំនិយាយចឹងត្រឹមត្រូវទេពិតជាត្រឹមត្រូវប៉ុន្តែអ្វីស្ដាប់តាមម្ចាស់ខ្លួនឯងទាំងស្រុងគឺมันអាចខ្លាយទៅជាអ្នកបម្រើលេខ1បាននោះទេអ្នកបម្រើលេខ1ហ៎ត្រូវហើយអ្នកបម្រើរបស់យើងមិនមែនជាឧបករណ៍សម្រាប់គេមិនមែនស្ដាប់បញ្ជារបស់ម្ចាស់យើងទាំងស្រុងបានទេតួនាទីរបស់អ្នកបម្រើគឺធ្វើយ៉ាងណាឲ្យម្ចាស់របស់យើងដើរផ្លូវត្រឹមត្រូវឲ្យម្ចាស់របស់យើងដើរតាមផ្លូវត្រឹមត្រូវលេងសៀវហ្វុងសង្ឃឹមថាថ្ងៃណាមួយឯងនឹងខ្លាចទៅជាអ្នកបម្រើថ្នាក់លេខ1 រាល់ថ្ងៃការងារច្រើនតាំងពីទិញនំភេសាបាយប្រអប់បងប្រាក់អនុទានធនាគារហើយណានាំកុំព្យូទ័រថ្មីនាំចោលពីបរទេសទៀតការផ្សាយពាណិជ្ជកម្មនេះថាមានប្រសិទ្ធភាពទេសម្បត្តិនេះមិនមែនសម្បត្តិក្រុមហ៊ុនទេគេផ្ញើឲ្យទៅសេហ្វុងប្រហែលជាសម្បត្តិស្នេហាទេដឹងប្រហែលជាសម្បត្តិស្នេហាមែនសេហ្វុងទៅរៀនថ្ងៃទី1ក៏ទទួលបានសម្បត្តិស្នេហាទៅហើយមានទាំងអាស័យដ្ឋានទៀតឲ្យមើលទៅយកតែសម័យខ្លួនល្អជាងធ្វើយ៉ាងណាដោះស្រាយកម្មវិធី Good Law ដែលភ្ជាប់ជាមួយនឹងផែនទីដើម្បីការពារជនទុច្ចរិតប្រព្រឹត្តអំពើខុសច្បាប់នាងកំពុងធ្វើស្អីគេហ្នឹងខ្ញុំយល់ថាវិធីនេះអាចប្រើក្នុងវិធីការពារជនទុច្ចរិតប្រព្រឹត្តអំពើខុសច្បាប់តើបានទេបានគឺបានពីមុនគេគឺធ្លាប់ប្រើវិធីនេះគឺដើម្បីតាមដានសកម្មភាពរបស់ពួកទុច្ចរិតប៉ុន្តែនេះមិនមែនជាបញ្ហារបស់នាងត្រូវពិចារណាទេសេហ្វុងម៉ាណែថាម៉េចសម្បត្តិស្នេហាផ្ញើមកឲ្យខ្ញុំម៉ារីយ៉ានាងសរសេរសម្បត្តិស្នេហាឲ្យមកខ្ញុំហ៎មិនមែនខ្ញុំសរសេរទេមានគេផ្ញើជូនលោកអូតាមពិតគឺអញ្ចឹងទេហ៎ម៉ារីយ៉ាខ្ញុំត្រូវបដិសេធឬយ៉ាងណា
លោកមិនទាន់មើលផងមិនក៏បដិសេធឆាប់ម្ល៉េះលោកសន្និដ្ឋានថាពិតជាបដិសេធមែននេះ ពិតមែនហើយធ្វើយ៉ាងនេះគឺត្រឹមត្រូវទេអត់ គួរតែមើលឲ្យច្បាស់ទេមើលរូបរាងរបស់គេឲ្យច្បាស់រួចហើយពិចារណាតើគួរតាក់ទងតទៅទៀតឬក៏អត់រឿងនេះលោកមានពិចារណាទេ ខ្ញុំមិនចាំបាច់ពិចារណារឿងនេះទេម៉ារីយ៉ានាងតែងតែទទួលសមុទ្រស្នេហាមែនដែរទេ ការដែលនៅមហាវិទ្យាល័យខ្ញុំតែងតែទទួលបានប៉ុន្តែនោះគឺជារឿងកាលពីមុនទេពួកយើងមើលសម្បត្តិនេះតែសរសេរថ្មីខ្លះ អូយសមុទ្រផ្ដាសាទេដឹង ក្នុងនេះមានអាសយដ្ឋានយើងបដិសេធឲ្យគេវិញទៅ បាន ម្យ៉ាងទៀតសរសេរឲ្យបានសមរម្យផង អញ្ចឹងតាចា នាង អ្នកទាំងអស់គ្នាមិនដឹងសោះពិធីវាយលោកពេញជើគឺយ៉ាងម៉េច ពេញជាវនោះគឺជាអ្វីទៅ នោះបានន័យថាជាវិធីវាយលោកពួកចិនតិចចរិញនោះគឺបានន័យថានៅក្នុងស្ថានភាពដែលចិនតិចចរិតស្ថិតក្នុងសភាពស្មុគស្មាញស្មារតីមិនមានភាពនឹងណឺបណ្ដាលឲ្យគេមានជំងឺម្យ៉ាងគឺធ្លាក់ចុះផ្នែកស្មារតីប្រយុទ្ធជាលក្ខណៈជំងឺសរសៃប្រសាទ នោះគឺបានន័យថាអ្នកដែលស្រឡាញ់ខ្ញុំនោះគឺមានជំងឺសរសៃប្រសាទទេហ៎តាមមែនទេ បើមិនអញ្ចឹងហេតុអីក៏គេសរសេរសម្បត្តិបែបនេះទោះជាយ៉ាងណាយើងចាត់ទុកមនុស្សបែបនេះជាសត្រូវរបស់យើងចម្លើយមានតែមួយគឺបដិសេធ